ឱកាសនេះគេសប្បាយខ្លាំងពេកម្ល៉េះហើយលោកតាដូចជាមិនចង់និយាយច្រើនទេប៉ុន្តែមានរឿងដែលត្រូវជម្រាបដល់មេដាបេដាខ្ញុំក៏ជាឪពុកមួយដែរហើយក៏ជាគ្រូដែរម្ល៉េះហើយបញ្ហាយើងឪពុកម្ដាយគ្រូនៅជាមួយគ្នារហូតច្បោកច្បល់មានរឿងគេបន្ទោសគ្រូអ្នកខ្លះបន្ទោសមេដាបេដាចឹងយើងអ្នកអប់រំនេះត្រូវទោសទៅរហូតហ្នឹងមេដាក៏ចឹងបាទមានពាក្យបុរាណមួយខ្ញុំមើលឃើញក្នុងសភៅអ្នកប្រាជ្ញសុតន្តប្រៃជាអិនលោកថាចេះជាគាថាលោកថាមេត្តាបតាំងករឹងបាបាំងសាសាបាបាំងករុតថារាជារដ្ឋាំងករងបាបាំងរាជាបាបាំងប្រោហិតោដាក់បាននេះចឹងចៅរៀនចិនមកកណោមិនចេះទេលោកតាអត់ចង់លើកគាថានេះប៉ុន្តែលោកតាចេះខ្មែរចៅចេះដល់ចិនហ្នឹងឥឡូវលើកនឹងមួយមកជូនមកមេត្តាគឺថាជាម្ដាយករុគ្រូចឹងមានរឿងអីចិញ្ចឹមកូនអ្នកដែលទទួលទោសគឺពីរអ្នកហ្នឹងបើមិនគេបន្ទោសម្ដាយគេបន្ទោសគ្រូនៅពេលសិស្សកូនខូចបានសេចក្តីថាមិនស្ដាប់ប្រកបខលខូចព្រមរៀនគេបន្ទោសម្ដាយពុកមិនសូវអីទេប៉ុន្តែដល់គ្រូទោះអ្នកឯងជាអ្នកគ្រូក្តីលោកគ្រូក្តីត្រូវមាត់ដូចគ្នានេះជាគ្រូអញ្ចឹងពាក្យថាមេត្តាបតាំងករឹងបាបាំងសាសាបាបាំងករុតថាកូនធ្វើបាបឈ្មោះម្ដាយធ្វើបាបឯងកូនសិស្សខ្លែងធ្វើបាបឈ្មោះគ្រូធ្វើអ្នកនគរធ្វើបាបគ្រប់អំពើបាបនោះធ្លាក់លើស្ដេចជាក់ស្ដែងណាកាលណានៅក្នុងនគរពលរដ្ឋមិនល្អគេបន្ទោសព្រះរាជាកាលណាព្រះរាជាធ្វើបាបខុសគេបន្ទោសប្រោហិតស្គាល់ទេប្រោហិតហ្នឹងគឺជាគ្រូរបស់ស្ដេចចឹងវិលទៅវិលមកនៅតែគ្រូដដែលចឹងលោកគ្រូនេះពាក្យថាគ្រូនេះប្រែថាធ្ងន់លោកគ្រូគេហៅលោកគ្រូនេះគឺធ្ងន់ដោយអីធ្ងន់ដោយគុណជាអ្នកធ្វើបុណ្យអប់រំសិស្សឲ្យដើរត្រឹមត្រូវការអប់រំកូននេះពិបាកបន្ទោសគ្រូពិបាកបន្ទោសម៉ែឪពីព្រោះមានសង្គមមួយទៀតដែលជាភាគច្រើនអ្នកណាមិនចង់ឲ្យកូនល្អមេដាបេដាចង់ឲ្យកូនល្អណាស់ឪពុកម្ដាយនឹងចង់ឲ្យកូនល្អណាស់ប៉ុន្តែមិនបានទាំងអស់អញ្ចឹងគេបន្ទោសលើគ្រូដែលអ្នកអប់រំអញ្ចឹងមានរឿងមួយគឺថាម៉ែឪនឹងត្រូវវៀងវែងបន្តិចកុំឲ្យទន់សេចក្តីស្រឡាញ់ខ្លាំងនាំឲ្យកូនខុសធ្វើអីធ្វើបានតាមចិត្តមានមេដាម្នាក់ប្តីស្លាប់បាត់ទៅនៅតែកូនប្រុសមួយគាត់ជាអ្នកចិញ្ចឹមហើយនៅស្រុកស្រែក្រកូនចេះទៅនេះទៅនោះទៅលួចបានរបស់គេមកម្ដាយចេះយកទុកអត់ប្រកែកទេកូនយកមកយកទុកកូនយកមកយកទុកថ្ងៃមួយធំពេញកំឡោះប៉ូលីសរាជការគេចាប់កូនហ្នឹងប្រាប់ប៉ូលីសតាំងប្រាប់អ្នករាជការដែលចាប់ហ្នឹងថាខ្ញុំសុំខ្សឹបជាមួយម្ដាយខ្ញុំបន្តិចគាត់ក៏ម៉ែអត់ជាមកខ្ញុំសុំខ្សឹបតិចម្ដាយស្មានតែកូនមានរឿងអីផ្ដាំម្ដាយអោនតិចមកខំជាម៉ែក្រឹបម៉ែកូនធ្វើលួចអីវ៉ាន់គេមកម៉ែកុំសបាយ
ម៉ែឆាប់បដៅកូនកុំឲ្យកូនជ្រុលនេះឧទាហរណ៍កុំឲ្យស្រឡាញ់កូនពេកកូនធ្វើអីក៏ត្រូវក្តិចទាន់នៅខ្ចីតកាលណាវាធំហើយខ្លាំងហើយពិបាកពីណាស់ខ្ញុំលើករឿងនេះចង់បញ្ជាក់ចេះទេបើកាលណាយើងបណ្ដោយកូនឲ្យធ្វើតាមអំពើចិត្តពិបាកបដៅទាន់ពេលនៅខ្ចីហើយពាក្យបដៅនេះមិនមែនយកតាមកម្លាំងទេមិនមែនយកតាមកំហឹងទេខ្ញុំលើករឿងដល់ខ្លីមួយសម័យនោះមានព្រះគ្រូមួយអង្គដែលលោកបួសក្នុងពុទ្ធសាសនាហើយមានវត្តនឹងលោកនឹងបកកែអប់រំថ្ងៃមួយលោកបានសាមណេរមួយមកលោកថាឥឡូវនេនឯងណាយើងឲ្យដាំឈើពីដើមមានកូនឈើពីដើមដាំទន្ទឹមគ្នាឆ្ងាយពីគ្នាប្រហែលជា10ម៉ែត្រឲ្យជីដូចគ្នាដាក់ឲ្យស្មើប៉ុន្តែឈើទី1នៅខាងស្ដាំនេនឯងដាក់ឲ្យនិយាយលួងលោមសុំឈើឯងរីកធំឲ្យឆាប់ផ្កាឲ្យបានល្អណាស់ណាសម្លាញ់ណាយើងស្រឡាញ់ឯងណាមួយថ្ងៃនឹងទៅស្រោចទឹកថាអញ្ចឹងអាមួយទៀតប្រាប់ថាទៅដល់ជេរហ្មងឯងកុំស្ដេកស្ពឹកអញ្ចឹងជេរអងហើយមួយតងអែលថ្នាក់ថ្នមមួយជេរក្រោយមក5ឆ្នាំក្រោយមកដឹងមិនអាដាប់ឈើដែលនិយាយផ្អែមទុនជាមួយផ្កាផ្កាធំជាងល្អអាមួយនៅស្វិតខ្ជិវហ្នឹងអត់ចៃឡើងអីបន្តិចសុទ្ធសួររឿងអីមួយចាក់ទឹកក្តៅមួយទៀតទឹកលាយទឹកឃ្មុំកូនក៏ចឹងដែរយើងមិនអាចប្រើធម៌ក្តៅហួសប្រមាណទេគឺមានតែការដឹកនាំដោយទន់ភ្លន់ដូចជាដើមឈើបាញ់មិញនេះចឹងការបដៅកូនខ្ញុំសូមឲ្យចាំថាសូមកុំយកអំពើហិង្សាចឹងបានសម័យពីដើមគ្រូកាចវាយសិស្សគ្រូខ្លះកាយមែនតើណាខ្ញុំរៀនបល័យឲ្យបែកចានលោកខ្ញុំរត់ចោលវត្តដោយសារលោកកាចពេកវាយម្ដង40ពាត់ហើយកប៉េះគូតប៉ុណ្ណឹងហើយទៅត្រមិនបាន40ពាត់ចឹងមានរត់ចោលវត្តចឹងសាមណេរបាញ់មិញនេះជាឧទាហរណ៍ថាដើម្បីនឹងដាំដើមឈើឲ្យបានល្អត្រូវប្រើហើយតិចសើចចុះពិតណាគេដាំអាឡឹក2ចំការឆ្ងាយពីគ្នាមួយគេចាក់ភ្លេងឲ្យស្ដាប់ភ្លេងបរោះអាមួយទៀតកឆេកឆាក់ឆេកឆាក់អាណាផ្លែច្រើនជាងដាក់សិនស៊ីសមុទ្រមើលសរីសុធាមើលបំផ្លែហើយបើសិនណាជាដាក់អាយ៉ងអាយ៉ាងនឹងទ្វីនឹងអត់ទៅទេអត់ទៅមុខទេការដែលចិញ្ចឹមកូនគឺត្រូវធ្វើដូច្នេះចឹងទាំងលោកគ្រូទាំងមេដាបេដាខ្ញុំសុំតែប៉ុណ្្នឹងឯងសុំទី1ទន់ភ្លន់ផ្អែមនិយាយអង្គកូនឲ្យយល់ហេតុផលកុំអាងាកទាត់ងាកធាក់អត់បានទេសុំបីតែដើមឈើក៏វាខឹងដែរចង់ងំកូនយើងយល់ទេមេដាបេដាអត់ជឿលោកគ្រូជឿទេលោកគ្រូអត់ជឿទាំងអស់គ្រូនេះសំខាន់ណាស់កាលណាខុសគេបន្ទោសគ្រូហើយកាលណាក្នុងនគរមនុស្សមិនគោរពច្បាប់មនុស្សដើរផឹកស៊ីស្អីទាំងប្រមាណហ្នឹងគេបន្ទោសព្រះរាជាស្ដេចលោកអត់សោយប៉ុន្តែពួកអាកូនចៅវាដើរជលមន់វាដើរផឹកស្រាហ្នឹងគេបន្ទោសណាគេបន្ទោសស្ដេចលោកដឹងអីអាបរោហិតរាជការមន្ត្រីក្រមហ្នឹងអត់មានធ្វើការឲ្យស្របច្បាប់តង់ហ្នឹងឲ្យទោសចឹងពេលដែលយើងបានឯករាជ្យមករាជការពេលនោះដែលមានសម្ដេចតាលោកលុបបំបត្តិអំពើហិង្សានៅក្នុងសាលាពីដើមកាច
គ្រូនំវាយសិស្សយកក្បាលទល់ជាងអត់ទល់តាប់លោអត់បានទេសូមបីតារុក្ខជាតិក៏ត្រូវការផ្អែមល្ហែមដែរខ្ញុំក្នុងនាមនៃគ្រូម្នាក់ខ្ញុំសូមសរសើរដល់លោកគ្រូទាំងអស់មេដាបេដាដែលទុកចិត្តចំពោះការអប់រំនៃសាលាបញ្ញាសាស្ត្រអន្តរជាតិយើងយល់ថាមានតែការអប់រំនេះទេដែលជាពន្លឺជាពិសេសអប់រំគុណធម៌ឲ្យដឹងខុសត្រូវមានកតញ្ញូចំពោះមេដាបេដាតាំងពីនៅតូចកតញ្ញូដោយសារចេះគោរពស្រឡាញ់ដឹងគុណថែទាំលោកតាំងពីពេលដែលមិនទាន់រកទ្រព្យបានកូនកតញ្ញូជាអ្នកសាងអំពើល្អជាមួយព្រះក្នុងផ្ទះថ្ងៃក្រោយទៅគឺបុណ្យច្រើនណាស់